មួយឈីរសជាតិស្លឹកតើយស្នូលត្រាវនិយាយពីថាតុនរមុតឆ្ងាញ់យូរមែនតែនបងប្អូនហើយបងប្អូនក៏អាចធ្វើស្នូលបានច្រើនរសជាតិដូចជាសណ្តែកបាយទុរេនយើងធ្វើខ្លួនឯងអញ្ចឹងបងប្អូនឆ្ងាញ់ថ្មីហើយញ៉ាំទៅស្និទ្ធដំបងខ្ញុំមានត្រាវ185ក្រាមយើងដាក់ទឹកឲ្យលិចមកបន្ទាប់មកខ្ញុំដាក់ស្ងោរត្រាវសិនពេលដែលត្រាវយើងពុះហើយឆ្នាំងខ្ញុំរៀងទូចអញ្ចឹងហើយយើងបើកគម្របបង្កឲ្យត្រាវយើងរហូតដល់ឆ្អិនផុយល្អយើងចុចទៅផុយបែបនេះបងប្អូនមិនន័យថាត្រាវយើងឆ្អិនហើយបន្ទាប់មកខ្ញុំយកទៅកិនយើងកិនឲ្យបានម៉ត់ល្អមកទើបខ្ញុំយកទៅដាក់នៅក្នុងខ្ទះដើម្បីកូរបន្ទាប់មកខ្ញុំដាក់ស្ករស25ក្រាមអំបិលបន្តិចបន្ទាប់មកខ្ញុំដាក់ប្រេងឆា2ស្លាបព្រាបាយហើយយើងកូរគ្រឿងយើងឲ្យបានចូលសព្វគ្នាបន្តិចមកទើបខ្ញុំយកទៅដាក់នៅក្នុងខ្ទះដើម្បីកូរយើងកូរបើកភ្លើងឲ្យខ្លាំងតិចមករហូតដល់ត្រាវយើងគឺថាបានពុះពេលដែលត្រាវយើងពុះរៀងចង់ដាច់ទឹកហើយបងប្អូនបន្ថយភ្លើងហើយបន្តមកយើងបន្តកូររហូតដល់តែត្រាវយើងគឺថាបានដាច់ទឹកល្អមែនតើយើងយកទៅចាក់ដាក់ចានមួយសិនមកដើម្បីឲ្យវាត្រជាក់ឥឡូវនេះយើងមកធ្វើគ្រឿងសម្រាប់ធ្វើម្សៅវិញខ្ញុំមានស្លឹកតើយប្រហែលជា5សន្លឹកយកមកកាត់សិនមកហើយខ្ញុំដាក់ទឹក150មីលីលីត្របន្ទាប់មកយើងកិនទឹកស្លឹកតើយនឹងឲ្យបានម៉ត់សិនមកពេលដែលទឹកស្លឹកតើយយើងបានម៉ត់ហើយយើងយកទៅច្រោះដើម្បីត្រង់យកតែទឹកវាគ្រឿងបន្ទាប់ទៀតខ្ញុំមានម្សៅដំណើប80ក្រាមម្សៅពោត2ស្លាបព្រាបាយខ្ញុំប្រើស្ករអំពៅចំនួន30ក្រាមអំបិលបន្តិចហើយយើងកូរគ្រឿងទាំងអស់ទាល់តែបានចូលសព្វគ្នាល្អមែនតើព្រោះថាបើសិនជាអត់បានម៉ត់ល្អទេបងប្អូនអាចប្រើកន្ត្រងត្រង់ក៏បានដែរពេលដែលគ្រឿងយើងបានម៉ត់ហើយខ្ញុំបន្ថែមប្រេងឆា1ស្លាបព្រាបាយទៀតបន្ទាប់មកយើងយកចានមួយមកហើយខ្ញុំចាក់ប្រេងលាបបន្តិចដើម្បីកុំឲ្យស្អិតវិធីធ្វើម្សៅគឺថាអត់ខុសពីលោកមុនទេគ្រាន់តែលោកមុនខ្ញុំធ្វើរសជាតិទឹកដោះគោតែម្ដងនេះខ្ញុំធ្វើរសជាតិស្លឹកតើយហើយយើងចាក់ម្សៅចូលទៅក្នុងចានចំហុយមកបន្ទាប់មកយើងដាំទឹកឲ្យក្តៅពេលដែលទឹកយើងក្តៅហើយទើបយកម្សៅទៅចំហុយយើងចំហុយរយៈពេល20នាទីក្នុងពេលដែលយើងចំហុយម្សៅនេះខ្ញុំឆ្លៀតទៅមើលស្នូលឃើញថារាងត្រជាក់មកល្មមហើយឥឡូវនេះយើងយកមកពូតយើងពូតជាដុំទូចៗមូលមកល្មមមកយើងលុញប្រហែលជាប៉ុនមេដៃអីទៅព្រោះបងប្អូនមានទូទឹកកកបងប្អូនដាក់ទូទឹកកកគឺកាន់តែល្អឆាប់ត្រជាក់ហើយបានរាងរឹងល្អបន្តិចឥឡូវនេះយើងមកមើលម្សៅយើងឃើញថាបានឆ្អិនហើយមកល្មមហើយបន្ទាប់មកយើងកាយដាក់ម្ដុំមុនដំបូងខ្ញុំគិតថាចង់វាយម្សៅហ្នឹងនៅក្នុងចាននឹងតែចានថ្មអញ្ចឹងបងប្អូនស្អិតណាឥឡូវនេះខ្ញុំបដូរមកប្រើចានទេហ្វាល់វិញប៉ុន្តែមុននឹងយកមកវាយលើចានទេហ្វាល់ខ្ញុំលាបខ្លាញ់បន្តិចដើម្បីកុំឲ្យវាស្អិតហើយយើងយកម្សៅយើងគឺថាយកមកចំបាច់ឲ្យឡើងរមុតមែនតើណាដោយសារតែយើងធ្វើរសជាតិស្លឹកតើយអញ្ចឹងគឺថាវាទន់ជាងយើងធ្វើរសជាតិទឹកដោះគោម្សៅគឺថាទន់មែនតើបងប្អូនយើងច្របាច់តតែម្សៅយើងគឺថាឡើងរមុតហើយយើងទាញទៅឃើញស្វិតណាយើងមើលទៅឃើញស្វិតបែបនេះបងប្អូនទាញអត់ដាច់មកអញ្ចឹងគឺថាបានល្អហើយឥឡូវនេះយើងយកមកសូនយើងចាប់បន្តិចមកបន្ទាប់មកយើងធ្វើឲ្យមានរុនទៅហើយយើងដាក់ស្នូលម្ដុំនៅកណ្ដាលមកហើយយើងលុញវាសូនធ្វើជាមូលទៅបងប្អូនងាយស្រួលមែនតើបើសិនជាបងប្អូនចេះធ្វើលឿនណាបងប្អូនតែមួយផ្លែនេះគឺថាឆាប់បានហូបហើយបន្ទាប់មកខ្ញុំយកទៅប្រឡាក់ជាមួយម្សៅដំណើបនេះគឺខ្ញុំលីងឆ្អិនសល់ថ្ងៃមុនខ្ញុំដាក់ក្នុងកែវទុកពេលដែលយើងប្រើសល់អញ្ចឹងយើងដាក់ក្នុងកែវគឺអត់ខូចទេបងប្អូនដាក់ក្នុងកែវហើយយើងបិទឲ្យជិតទៅបន្ទាប់មកយើងបន្តលុញអញ្ចឹងរហូតទាល់តែអស់ម្សៅហើយនឹងស្នូលយើងមកហើយការលុញអញ្ចឹងដែរបងប្អូនអត់ពិបាកអីយើងចាប់ម្សៅយកមកទំហំល្មមដែលយើងដាក់ត្រូវជាមួយស្នូលមកបងប្អូនត្រូវតែលុញតទៅអស់ហើយយើងយកទៅដាក់នៅក្នុងចានម្សៅនឹងទាំងអស់តែម្ដងដើម្បីកុំឲ្យវាប្រឡាក់ដៃហើយយើងគ្រាន់តែក្លុកអញ្ចឹងមកគឺថាវាចូលសពហើយពេលដែលយើងធ្វើអស់ហើយចាំយើងយកវាមកលុញម្សៅទៀតដើម្បីឲ្យវាបានមូលល្អយើងយកទៅដាក់នៅក្នុងចានថ្មីមួយបើបងប្អូនអត់ហូបភ្លាមទេបងប្អូនអាចដាក់នៅក្នុងប្រអប់ឬមួយកែវអីក៏បានដែរតែយើងធ្វើរសជាតិស្លឹកតើយអញ្ចឹងទុនខ្លាំងបើគេធ្វើលក់គេមានកតងគេបងប្អូនចានដូចជាកណ្ដាលអីគេដាក់ត្រប់ដើម្បីឲ្យទុកបានយូរ